សូមជម្រាបសួរបងប្អូនថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីបច្ចេកទេសធ្វើរោគវិនិច្ឆ័យសត្វភាគបន្តគឺតាក់ទងទៅលើការពិនិត្យមើលប្រព័ន្ធទឹកនោមបាទសូមពិនិត្យមើលថាតើសត្វនឹងនោមញឹកញាប់ឬទេនោមតិចឬក៏ច្រើនហើយមានពណ៌អ្វីបាទអញ្ចឹងដើម្បីដឹងរឿងទាំងអស់នេះបានយើងត្រូវដឹងអំពីចំនួនជាធម្មតាសិនបាទថាតើមួយថ្ងៃសត្វនឹងនោមប្រមាណដងហើយទឹកនោមធម្មតាហ្នឹងវាមានពណ៌អ្វីបាទអញ្ចឹងចំនួននោមជាធម្មតាចំពោះសេះគោក្របីមួយថ្ងៃនោម5ទៅ6ដងជ្រូកមួយថ្ងៃនោម3ទៅ5ដងចៀមពពែមួយថ្ងៃនោម1ទៅ2ដងប្រមាណទឹកនោមជាធម្មតាក្នុងមួយដងបាទវានោមម្ដងណាអញ្ចឹងសេះវាបញ្ចេញ3ទៅ6លីត្រម្ដងបាទនេះ3ទៅ6លីត្រហ្នឹងចង់និយាយថាបើសេះទូចហ្នឹងវានោមតិចហើយសេះធំហ្នឹងវានោមច្រើនអញ្ចឹងណាបងប្អូនបាទបើវាផឹកទឹកច្រើនវានោមច្រើនហើយបាទចំពោះជ្រូកវិញ2ទៅ4លីត្រគោ6ទៅ12លីត្រឆ្មា0.1ទៅ0.2បាទពេលខ្លះមិនដឹងថាឆ្មាហ្នឹងនោមផងបងប្អូនអើយគាត់ឃើញសើមមកស្មានទឹកសើមចៀមពពែកន្លះទៅ1លីត្រឆ្កែ0.3 0.2លីត្របងប្អូនបាទមុនបាទអញ្ចឹងតាក់ទងការនោមនេះសត្វវានោមឈឺវាអាចបណ្ដាលមកពីវាលាកផ្លោកនោមអីចឹងណាឬក៏រលាកផ្លូវបញ្ចេញនោមយើងអាចដឹងថាសត្វនោមឈឺគឺពេលនោមវាងាកវាចេះតែងាកមើលកន្លែងនោមឲ្យបាក់កតុយអញ្ចឹងណាឬក៏កោងខ្នងអេងអែនអីចឹងទៅបើប្រឹងនោមបងប្អូនបាទហើយយើងអង្កេតមើលទៀតបើសិនជាវានោមដាច់ទេបងប្អូនអាហ្នឹងបានន័យថាវារលាកផ្លោកនោមបាទហើយបើវានោមច្រើនដងបាទនោមច្រើនដងវាលាកផ្លោកនោមរលាកខួយឆ្អឹងខ្នងរលាកផ្លោកឬក៏ពេលខ្លះសត្វមានកូនឬក៏មានផ្ទៃពោះក៏វាអាចនោមច្រើនដងដែរបងប្អូនបាទហើយករណីមួយទៀតវានោមតិចបាទនោមតិចណាអញ្ចឹងវាអាចបាទមកពីក្តៅខ្លួនរលាកកលៀនដែលហៅថាតម្រងនោមហ្នឹងបងប្អូនបាទហើយវាអាចរាកឬក៏ក្អួតថែមទៀតផងបាទអញ្ចឹងយើងទៅបន្តទៀតណាបាទគឺតកតងទៅនឹងពណ៌ទឹកនោមធម្មតាវិញបាទអញ្ចឹងពណ៌ទឹកនោមធម្មតាចំពោះសេះវិញគឺវាមានពណ៌លឿងក្រមៅអញ្ចឹងបើវាខុសហ្នឹងបានន័យថាវាឈឺហ่ะបាទជ្រូកពណ៌សលាយបៃតងតិចគោពណ៌លឿងស្លេតឆ្មា0.1ទៅ0.2បាទនេះខ្ញុំច្រឡំពីនោះមកបាទពី slide មុនមកអញ្ចឹងអានេះអត់ទេណាបាទទឹកនោមបាទចំពោះសត្វបើសិនជាវាមានពណ៌ទឹកនោមពណ៌កុលាបបាទអាចបញ្ជាក់ថាសត្វហ្នឹងគ្រុនក្តៅហើយក្របឈាមក្រហមរបស់វាត្រូវបានបំផ្លាញបាទដោយសារតែវាអាចមានប៉ារ៉ាស៊ីតនៅក្នុងឈាមអីចឹងណាបាទដូចជាប្រូតូសអាអញ្ចឹងណាបាទអញ្ចឹងតកតងទៅនឹងការពិនិត្យមើលទៅលើប្រព័ន្ធទឹកនោមបាទលោកគ្រូសូមបង្ហាញតែប៉ុណ្ណេះបាទសូមអរគុណច្រើន